ពេលដែលលោកតានិយាយមានកូនចៅអីបែកក្បាលឬក៏មុតដៃហូរឈាមតែយើងជួយមិនបាទយកកសែងផត់ឈាមកុំឲ្យអីកុំឲ្យហូរតោះក្រុមការងារជួយបង្ហាញនេះមកតើយើងចង់ផត់ឈាមមិនកុំឲ្យហូរយើងប្រើកំប្រាំងមួយមកដើម្បីយកមកផត់សិនតោះបុកមកបែកកណាអត់បែកបែកកណានឹងបែកកន្លែងនឹងបាទតោះឲ្យចងមកចងដូចមិញចងដូចមិញបាទជួយទុកបងជួយទុកជនក្នុងខ្លួនស្ងៀមទៀតអត់មានមាត់ម៉ាត់ចងបាទចងតឹងមកចងឲ្យជាប់ហើយគាត់យកទៅមុខវិញគាត់ទៅចងមុខបាទនេះអញ្ចឹងលោកតានិយាយចាំពេលដែលហូរឈាមគឺយើងចងខត់ឈាមអញ្ចឹងមុតតាណាហូរកន្លែងណាយើងធ្វើអញ្ចឹងតោះនេះលោកតានិយាយតន់បាទតោះស្រ័យទៅចេញមួយឥឡូវមុតដៃវិញដូចតែគ្នាតោះមុតដៃតាយកកំប្រាស់យើងមកយកកំប្រាស់យើងដាក់មកមុតតាណាភ្លឹកនឹងទៅទុកលើកដៃនេះមកលើកដៃពោះនេះមកបាទតោះចងវឹកឃើញទេมันអាចបណ្ដោយឲ្យវាហូរទេកាលណាវាហូរអស់អាចស្លាប់បានពេលមកអត់ទាន់ទេតោះនេះលោកតានិយាយបាទអូខេល្អសំណួរល្អបាទអត់តែដៃជួបกันមួយសំណួរល្អបើសិនជាក្នុងករណីដែលហូរឈាមខ្លាំងក្នុងករណីដាច់ដៃឬក៏ជន់មីនឬក៏ទោះការចរាចរណ៍ទៅឡើងកាន់ដៃដាច់ហ្មងហើយហូរឈាមខ្លាំងហ្មងយើងចង់ចេះអត់ជាប់ទេអញ្ចឹងយើងធ្វើម៉េចយើងមានវិធីមួយទៀតគេហៅថាចងជាការ៉ូចងជាការ៉ូមានន័យថាបើហូរនៅដៃស្រ័យទៅស្រ័យទៅឧទាហរណ៍បើហូរនៅដៃនេះយើងចងអត់ម្ដងនេះពេកទេយើងចងតែត្រឹមហ្នឹងឯងបាទឧទាហរណ៍ថាដាច់នេះដាច់នេះហូរនេះមកស្រ័យទៅមកយើងចងខាត់មកនេះមកចងខាងនេះលើដល់បន្តិចទេហេតុអីបានគេមិនឲ្យចងមកដល់ជ្រៅកាលណាចងជាការ៉ូវាប៉ះពាល់ទៅនឹងហានិភ័យកាត់ដៃចោលចងត្រឹមណាកាត់ដៃត្រឹមនឹងហេតុអីពេលដែលឈាមហូរខ្លាំងគោលដៅយើងចងដើម្បីអីដើម្បីកុំឲ្យឈាមហូរមែនទេប៉ុន្តែឈាមអុកស៊ីហ្សែនក៏វាមិនអាចមកចិញ្ចឹមអីមកចិញ្ចឹមដៃនឹងបានដែរលោកតានិយាយទៅចាំមនុស្សយើងរស់បានរាល់ថ្ងៃនេះដោយសារអីដោយសារឈាមអុកស៊ីហ្សែនដែលបេះដូងវាអីវាច្បាច់វាបញ្ជូនឲ្យកាលណាបើយើងចងជាប់អត់មានឈាមមកចិញ្ចឹមដៃនេះនឹងខូចគេហៅថាងាប់តសៃកាពេលដែលស្រ័យចេញមកជាបានអត់ទាន់ទេអញ្ចឹងទៀមទៅធ្វើអីកាត់ដៃចោលឧទាហរណ៍ថាដាច់ព្រឹមណាបើយើងចងកន្លែងនេះត្រូវកាត់កន្លែងនេះអញ្ចឹងហើយបានមិនឲ្យចងនៅវែងពេកទេកាលណាចងកន្លែងណាកាត់កន្លែងហ្នឹងទំនួលសួរថាចុះហេតុអីបានជាជួយប៉ុណ្ណឹងវាកាត់ដៃចោលបើមិនជួយអញ្ចឹងវាខត់ឈាមអត់បានទេសួរថាយើងយកជីវិតឬយកដៃយកជីវិតហើយអញ្ចឹងគេចងហើយអញ្ចឹងហើយបានជាយើងអ្នកសង្គ្រោះបឋមសាមញ្ញអញ្ចឹងគេអត់ឲ្យចងអញ្ចឹងទេខ្លាចច្រឡំទៅផ្ទះវិញលេងកូនមុតដៃកន្លែងនេះបន្តិចសោះលេងមកចងជាការ៉ូដល់ពេលបញ្ជូនទៅមន្ទីរពេទ្យឆ្ងាយអានេះខូចអត់ដៃនេះខូចអញ្ចឹងមុតមកបន្តិចសោះត្រូវจะកាត់ដៃចោលអញ្ចឹងយើងអ្នកសង្គ្រោះបឋមនេះអត់ឲ្យចងជាការ៉ូអញ្ចឹងទេតើអ្នកលោកគ្រូប៉ុន្តែបើតាហ៊ានបើពេលតាហ៊ានអានោះគេឲ្យប្រើដោយសារអីតាហ៊ានដោយលោកគ្រូបើឲ្យដឹងហើយតាហ៊ានត្រូវការដើរក្នុងប្រៃអីជន់មីនឬក៏គ្រោះថ្នាក់កំភ្លើងបាញ់ចំមុតដៃដាច់អីចឹងត្រូវការចងហ្នឹងបាទមកនឹងពេកមកដល់យឺតទេវាបានអាចនេះបាទអូខេល្អសិតយល់បាទសិតយល់អញ្ចឹងដើម្បីឲ្យយើងបានពេលវេលាយូរទៅរត់នឹងឡើងពេកមកដល់ទន្រំយើងទៅអីទៅដល់ពេកបាទអញ្ចឹងតោះនេះលោកគ្រូលោកតានិយាយតោះនេះមានសំណួរអីអត់ទេ